ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាមករៀនថ្មីទៀតហើយគឺបដិស័ព្ទឬក៏ពាក្យផ្ទុយចាឥឡូវយើងចាប់ផ្ដើមតែម្ដងទៅពាក្យគុណផ្ទុយនឹងទោសឬក៏គុណបដិស័ព្ទនឹងពាក្យគុណគឺពាក្យទោសមិត្តផ្ទុយនឹងសត្រូវបដិស័ព្ទនឹងពាក្យមិត្តគឺសត្រូវនឿយផ្ទុយនឹងស្រណុកដំបងផ្ទុយនឹងចុងក្រោយសប្បាយផ្ទុយនឹងកើតទុកផ្ទុយនឹងសប្បាយឧស្សាហ៍ផ្ទុយនឹងខ្ជិលផ្ទុយនឹងឧស្សាហ៍ភ្លឺស្វាងផ្ទុយនឹងងងឹតងងុលឬក៏យើងហៅម្យ៉ាងទៀតបដិស័ព្ទពាក្យភ្លឺស្វាងគឺងងឹតងងុលពាក្យប្រហែសផ្ទុយនឹងពាក្យប្រយ័ត្នចាពាក្យប្រហែសផ្ទុយនឹងពាក្យប្រយ័ត្នពាក្យសរសើរផ្ទុយនឹងពាក្យបង្អាប់សរសើរផ្ទុយនឹងបង្អាប់ផ្ចិតផ្ចង់ផ្ទុយនឹងពាក្យខ្ជីខ្ជាផ្ចិតផ្ចង់ផ្ទុយនឹងពាក្យខ្ជីខ្ជាពូកែផ្ទុយនឹងពាក្យខ្សោយពូកែផ្ទុយនឹងពាក្យខ្សោយបដិស័ព្ទនឹងពាក្យខ្សោយគឺពូកែខ្លាចផ្ទុយនឹងហ៊ានផ្ទុយនឹងខ្លាចឬអានម្យ៉ាងទៀតបដិស័ព្ទនឹងពាក្យខ្លាចគឺពាក្យហ៊ានចាបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងយើងមានតែប៉ុណ្ណឹងពាក្យ12ពាក្យហ្នឹងបើសិនជាបងប្អូនមានពាក្យអីទៀតសូម comment នៅខាងក្រោមវីដេអូចាក៏អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមដល់ចប់អរគុណសម្រាប់ការយកចិត្តដាក់រៀនសូត្រសូមលាងដៃសម្អាតដៃទាំងអស់គ្នាពាក្យមកឥឡូវកូវីដមកវិញហើយបងប្អូនថែសារសុខភាពទាំងអស់គ្នាអរគុណជម្រាបលា